ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាចង់បង្ហាញបងប្អូនពីប្រភេទបកកម្មបងប្អូនជាប្រភេទបកសៃផ្កាល្អិតបែបហ្នឹងណាបងប្អូនហើយប្រភេទអាវមួយប្រភេទនេះគឺជាប្រភេទអាវសម្រែស្មាហើយនេះខ្ញុំបិទបកបដិញវាទម្លាក់មកយល់ណាបងប្អូនហើយប្រភេទអាវមួយប្រភេទនេះដែរបងប្អូនងាយស្រួលក្នុងការប៉ាន់បកទេដោយសារជាប្រភេទអាវដែលនេះខ្ញុំអត់ដាក់ពេញទេខ្ញុំកាត់ច្រឡោះហើយយើងឆ្នៃម៉ូតបិទបដិញពីលើម៉ូតកតុយត្រីអញ្ចឹងណាបងប្អូនធ្វើការខ្ទាស់ដូចនេះខ្ញុំអញ្ចឹងណាបងប្អូនហើយប្រភេទប៉ាក់នេះគឺខ្ញុំបិទតែត្រឹមទ្រូងនឹងចុះមកក្រោមឯងបងប្អូនដោយសារខាងលើគឺនេះខ្ញុំវាយស្បៃធ្វើម៉ូតហើយស្បៃហ្នឹងយើងបដិញទៅក្រោយយកធ្វើដៃតែម្ដងបងប្អូនធ្វើការជាដូចនេះខ្ញុំនេះដោយសារម៉ូតគេហ្នឹងគេអត់បិទប៉ាក់ពេញទេគេបិទបដិញកន្លែងម៉ូតកតុយត្រីហ្នឹងណាបងប្អូនអញ្ចឹងនេះខ្ញុំធ្វើការជាយើងជាសេរីយកម៉ូតរបស់យើងតាមកលៈកតុយត្រីហ្នឹងសិនណាបងប្អូនហើយបានយើងសម្រួលតាមក្រោយទៀតបងប្អូនម៉ូតប្រភេទអាវដែលយើងមានម៉ូត highlight ឬមកក៏លេង style ចាប់ភ្លីចាប់អីអញ្ចឹងគឺយើងងាយស្រួលក្នុងការជ្រៀកប៉ាក់បងប្អូនដោយសារប្រភេទអាវក្របប៉ាក់ពេញអាហ្នឹងយើងពិបាកក្នុងការធ្វើជាងម៉ូតនេះណាបងប្អូនហើយម៉ូតនេះគឺជាប្រភេទប៉ាក់កម្មហើយសរសៃហ្នឹងគឺនេះខ្ញុំបិទបដិញវាទៅតាមចង្កេះហ្នឹងបងប្អូនអញ្ចឹងបងប្អូនធ្វើការខ្ទាស់វាសងខាងហើយនឹងកន្លែងដូងហ្នឹងឲ្យស្មើស្អាតបងប្អូនធ្វើការជាកន្លែងថ្នេរហ្នឹងដើម្បីយើងធ្វើការគ្របប៉ាក់ណាបងប្អូនធ្វើការជាដូចនេះខ្ញុំយើងសេរីយកចំណុចណាមួយដែលយើងបិទទៅវាឃើញស្អាតអត់ឃើញស្នាមដែលយើងជាបិទណាបងប្អូនជាទូទៅបើសិនជាបងប្អូនអត់ចេះច្នៃការជាប្រភេទប៉ាក់ក្របលើគ្នាទេវាអាចពេលដែលយើងបិទហើយវាឃើញថ្នេរដែលយើងជ្រៀកហ្នឹងវាអត់បានស្អាតចឹងណាហើយកន្លែងនេះគឺម៉ូតនេះខ្ញុំកាត់ស្បៃឲ្យវាចេញសរសៃចឹងណាបងប្អូនអត់ទាន់រួចរាល់ទេបងប្អូនគ្រាន់តែខ្ញុំកាត់ស្បៃនឹងឲ្យវាបានស្អាតខ្លះដើម្បីយើងសេរីដាក់ប៉ាក់នឹងបន្ថែមទៀតថាឲ្យវាស៊ីគ្នាយ៉ាងម៉េចបានស្អាតចឹងណាបងប្អូនជាទូទៅប្រភេទអាវនីមួយបើសិនជាយើងច្នៃឬក៏យើងប៉ានប៉ាក់យើងត្រូវតែមើលវាថាយើងខ្វះខាតអីយើងទៅបំពេញកន្លែងណាមួយអីចឹងណាបងប្អូនដូចជានាងខ្ញុំកំពុងតែជាហ្នឹងហើយខ្ញុំធ្វើការបិទវាឡើងមកលើបែបនេះបងប្អូនហើយបងប្អូនសេរីមើលទៅថាបងប្អូនគ្របវាបានស្អាតអត់ហើយសល់សាច់ខាងក្នុងធំអត់បើសល់ធំខ្លាំងបងប្អូនធ្វើការជាចោលខ្លះណាដើម្បីកុំឲ្យការគ្របរបស់យើងវាឃើញស្នាមប៉ាក់នៅក្នុងហ្នឹងវាច្រើនពេកវាមើលទៅឃើញច្បាស់ថាយើងបិទចឹងណាជាទូទៅបើសិនជាយើងបិទប្រភេទអញ្ចេះយើងសេរីថាកុំឲ្យគេឃើញថាអាវដូចជាយើងជាបិទបងប្អូនហើយម៉ូតហ្នឹងគឺបែបហ្នឹងបងប្អូននេះដូចខ្ញុំកំពុងតែកាត់ចឹងគឺយើងទៅយកម៉ូតកន្លែងចង្កេះហ្នឹងបងប្អូនដូចនេះខ្ញុំកំពុងតែកាត់ហ្នឹងគឺនេះខ្ញុំកាត់អាកន្លែងសរសៃប៉ាក់ហ្នឹងយើងទម្លាក់មយល់វាឲ្យធ្លាក់ស្របជាមួយនឹងម៉ូតកតុយត្រីរបស់យើងណាបងប្អូន